ខ្ញុំមានមោទនភាពចំពោះយុវជនខ្ញុំចំពោះយុវជននៅភ្នំពេញណាគឺគេស្ម័គ្រចិត្តចូលកងខេមរៈភូមិន្ទហើយនេះខ្ញុំចាត់ទុកថាជាកិត្តិយសជាវីរភាពមួយដែលយុវជនទាំងអស់គួរតែរៀនសូត្រតាមបាយបរិរដ្ឋាភិបាលយើងគឺថាយើងមានកូនចៅអញ្ចឹងយើងនឹកឃើញថាការពារជាតិណាមិនឲ្យបរទេសឈ្លានពានមើងងាយអញ្ចឹងអ្នកដែលមានវ័យដល់ថាត្រូវតែមានកាតព្វកិច្ចបម្រើជាតិយើងស្រឡាញ់ជាតិទាំងអស់គ្នាអញ្ចឹងបានជាខ្ញុំនឹងណែនាំបញ្យលកូនថាយើងត្រូវតែស្រឡាញ់ជាតិត្រូវតែទៅការពារជាតិបើស្រឡាញ់តែជាតិនៅផ្ទះមិនហៅថាស្រឡាញ់ជាតិណាខ្ញុំនេះជាជីដូននេះមិនតែឪពុកម្ដាយវាស្ម័គ្រចិត្តហើយវាក៏ជាកងទ័ពដែរពីមុនមកចាបាទខ្ញុំយល់ឃើញថាមាតុភូមិយើងកំពុងត្រូវការកងទ័ពបានជាខ្ញុំបានបញ្ចូលនៅក្នុងហើយខ្ញុំស្ម័គ្រចិត្តអត់មានអ្នកណាបង្ខំខ្ញុំឲ្យខ្ញុំស្ម័គ្រចិត្តបម្រើកងទ័ពបាទតស៊ូវឹកហាត់ឲ្យបាន 100% ដើម្បីការពារមោទនភាពទឹកដីយើងនឹងស្ម័គ្រចិត្តនេះខ្ញុំបានធ្វើការងារនៅរោងចក្រនឹងได้